ngày nay nhung miền nâng lò muối sầm rạp này đểเตรียม ประลอง ក្រប ខ័ណ្ឌ ដោយសារតែគ្នាយើងបានឃើញខ្ញុំផុសមុនហ្នឹងហើយពាក់ព័ន្ធជាមួយនឹងក្រសួងមហាផ្ទៃគឺគាត់បានផ្ញើលិខិតមួយមកអភិបាលរាជធានីខេត្តមួយចំនួនដើម្បីឲ្យគាត់ចាត់មន្ត្រីដែលមានសមត្ថកិច្ចហ្នឹងទៅប្រជុំពីការបង្កើតគណៈកម្មការស្ដីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ2026ហើយសម្រាប់ការប្រឡងលើកនេះខ្ញុំគិតថាប្រហែលជាអត់អាចបានគ្រប់ខេត្តទាំងអស់ទេដោយសារតែអ្វីលិខិតដែលគេចាត់អញ្ជើញហ្នឹងគឺគេមាន mention តែចំណុចខេត្តប្រហែលជាប្រមាណ 5 6 ទេមានដូចជាទី1ភ្នំពេញកំពង់ចាមកំពតតាកែវបាត់ដំបងពោធិ៍សាត់ហើយនិងស្ទឹងត្រែងអញ្ចឹងមើលតាមអ្វីដែលខ្ញុំស្មានប្រហែលជាការដែលរើសមន្ត្រីពន្ធនាគារគឺរើសតែនៅក្នុងខេត្តប្រមាណដែលខ្ញុំបាន mention ខាងលើមិញហ្នឹងទេហើយអ្នកទាំងអស់គ្នាក៏អាចត្រៀមខ្លួនពីឥឡូវហើយទៅដោយសារតែឥឡូវគឺគេគ្រាន់តែចាត់ជាគណៈកម្មការប្រជុំទេប៉ុន្តែនៅពេលដែលគេប្រជុំហើយអស់ប្រហែលជាអាចនិយាយគិតថាមិនប្រហែលខែទេគេប្រកាសជាចេញជាសេចក្តីជូនដំណឹងមួយស្តីពីការជ្រើសរើសមន្ត្រីពន្ធនាគារຫນွေគេអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់តែការជ្រើសរើសមន្ត្រីពន្ធនាគារដូចជានេះមកខ្ញុំតាមខេត្តមុនណាការប្រឡងមុនគឺអ្នកខេត្តណាគឺគេដាក់នៅខេត្តហ្នឹងអញ្ចឹងគឺការប្រឡងអីគឺធ្វើនៅតាមខេត្តហើយសម្រាប់អ្នកឯកសារដែលអ្នកទាំងអស់គ្នាត្រូវត្រៀមមួយចំនួនអីខ្ញុំដោយសារតែខ្ញុំមានជាលិខិតនេះគឺជាសេចក្តីជូនដំណឹងដែលរបស់ខេត្តតាកែវជ្រើសរើសមន្ត្រីពន្ធនាគារកាលពីឆ្នាំ2025ហើយខ្ញុំគិតថាលក្ខខណ្ឌលើក៏ដូចជាឯកសារអីក៏2026ក៏វាមិនសូវខុសគ្នាប៉ុន្មានដែរអញ្ចឹងខ្ញុំនឹងរៀបរាប់លក្ខខណ្ឌមួយចំនួនហើយក៏ដូចជាឯកសារដែលតម្រូវអញ្ចឹងណាដើម្បីអ្នកនរគ្នាត្រៀមទុកពីឥឡូវហើយសម្រាប់អ្នកដែលត្រៀមប្រឡងមន្ត្រីពន្ធនាគារហ្នឹងហើយសម្រាប់លក្ខខណ្ឌដែលគ្នាយើងអាចចុះឈ្មោះបានទី1មានសញ្ជាតិខ្មែរហ្នឹងគឺគ្រប់ការប្រឡងគឺសុទ្ធតែមានសញ្ជាតិខ្មែរទី2មានកាយសម្បទាគ្រប់គ្រាន់និងសុខភាពល្អហើយក៏ត្រូវការឆ្លងកាត់ការត្រួតពិនិត្យឈាមកាយសម្បទានិងតេស្តរោគសាធារណៈជាស្តៀងទៅនឹងការប្រឡងនៅមណ្ឌលសភាទេអ្នកទាំងអស់គ្នាហើយទី3បេក្ខជនទាំងអស់ត្រូវតែមានកម្ពស់នេះ 1m67 ឡើងអានឹងសម្រាប់បុរសហើយនារី 1m57 ឡើងសម្រាប់នារីហើយកម្ពស់គឺសាក 1m គ្នាអានឹងសម្រាប់ឆ្នាំ2025តែជាមួយ2026គេមានការកំណត់អីទៀតនឹងយើងចាំមើលជាក់ស្ដែងហើយសម្រាប់ចំណុចទី4គឺមានជីវប្រវត្តិច្បាស់លាស់មានកិរិយាមារយាទល្អពុំមានធ្លាប់មានទោសហើយបេក្ខជនទាំងពីរភេទត្រូវតែមានសញ្ញាបត្រទាបបំផុតគឺមកសុំសិក្សាទូរយៈភូមិឬសញ្ញាបត្រសមមូលដូចតែបឡងមណ្ឌលសភាដែរទេសញ្ញាបត្រមធ្យមសិក្សាទូរយៈភូមិគឺសញ្ញាបត្រទី12អញ្ចឹងដែលយើងយំហៅថាបាក់ឌុបហ្នឹងហើយត្រូវមានអាយុយ៉ាងតិច18ឆ្នាំនិងមិនឲ្យលើសពី25ឆ្នាំទេហើយកម្រិតអាយុត្រូវរំកិលពី25ឆ្នាំដល់35ឆ្នាំចំពោះបេក្ខជនដែលមានសញ្ញាបត្របញ្ញាបត្រឬក៏40ឆ្នាំសម្រាប់អ្នកដែលមានសញ្ញាបត្របញ្ញាបត្រជាន់ខ្ពស់ឬយើងហៅថាអនុបណ្ឌិតនឹងហើយចំណុចទី7អានេះសម្រាប់ខេត្តតាកែវណាលិខិតរបស់ខេត្តតាកែវគឺអ្នកនរគ្នាត្រូវតែមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅក្នុងភូមិសាស្ត្រខេត្តតាកែវអញ្ចឹងមានន័យថាអ្នកដែលអាចដាក់ពាក្យនៅក្នុងការប្រឡងមន្ត្រីពន្ធនាគារក្នុងខេត្តតាកែវបានតតែនឹងរស់នៅក្នុងខេត្តតាកែវផ្ទាល់ហ្មងហើយខេត្តទាំងប៉ុន្មានទៀតដែលគេរើសគឺអ្នកនរគ្នាត្រូវនៅខេត្តហ្នឹងទៅអាចដាក់ប្រឡងក្នុងខេត្តហ្នឹងបានហើយចំណុចទី8គឺមិនមានស្លាករបួសឬស្លាកស្នាមដែលពិនិត្យឃើញជាក់ស្ដែងថាមិនសមរម្យគឺគេអត់ឲ្យទេស្លាកស្នាមរបួសហ្នឹងគ្នាមិនបាច់សូវខ្វល់ពេកទេសំខាន់បើថាលុះត្រាតែស្លាកស្នាមដែលយើងគិតថាគេលុបសាក់មួយដែលគិតតែពេលនេះគឺគេមានគណៈកម្មការវេតម្លៃទៀតហើយបើមិនជាគេថាសាក់ហ្នឹងឬក៏ស្នាមហ្នឹងអត់កើតទេគឺអាហ្នឹងយើងតាមនឹងជាក់ស្ដែងទៀតប៉ុន្តែជាទូទៅតលតែសាក់ហ្នឹងបែបថាអត់ត្រឹមត្រូវឬក៏យើងសាក់បែបអសអីវារងបបាក់ទទួលយ៉ាងនឹងកើតហើយសម្រាប់មួយទៀតនៅពេលដែលអ្នកទាំងអស់គ្នាដាក់ពាក្យហ្នឹងអាហ្នឹងវាស្ដីតែការដាក់ពាក្យនៅបណ្ឌិតសភាទេគឺយើងត្រូវ scan ដើម្បីយកប្រកាន់ដៃតាម online សិនហើយនៅពេលដែលយើងទៅយកពាក្យគឺយើងត្រូវយកអាប្រកាន់ដៃដែលយើង scan តាម online ហ្នឹងហើយហ្នឹងយកទៅមួយហើយមួយទៀតយកសញ្ញាបត្រឬលិខិតបញ្ជាក់សិក្សាដែលទទួលផ្លោផ្លូវការតែយកសញ្ញាបត្ររបស់យើងទៅបញ្ជាក់ទៅយើង copy ហើយយកទៅបញ្ជាក់ហ្នឹងហើយយកទៅឲ្យគេទៅហើយមួយទៀតសេចក្តីចម្លងចំបុតកំណើតឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតហើយមួយទៀតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយមួយទៀតសភៅស្នាក់នៅឬសភៅគ្រួសារហើយដូចខ្ញុំនិយាយតាំងពីលើអញ្ចឹងនេះគ្រាន់តែជាសេចក្តីជូនដំណឹងមួយរបស់ខេត្តតាកែវតាំងពីរដ្ឋមន្ត្រីពន្ធនាគារឆ្នាំ2025ហើយសម្រាប់ឆ្នាំ2026នេះគឺគេអត់ទាន់ចេញជាសេចក្តីជូនដំណឹងទេតែគាត់គ្រាន់តែចេញជាលិខិតមួយដើម្បីអញ្ជើញឲ្យគណៈអភិបាលទាំងខេត្តដែលខ្ញុំបានប្រាប់ហ្នឹងទៅរៀបចំប្រជុំដើម្បីបង្កើតគណៈកម្មការនៃការជ្រើសរើសប្រឡងចេញគឺ
ដឹងតែគេជ្រើសរើសតែគាត់ថាគេអត់តន់ចេញជាសេចក្តីជូនដំណឹងតែពីការជ្រើសរើសទេតែគ្នាយើងអាចត្រៀមពីឥឡូវឲ្យទៅមុំតែដល់ពេលគេជ្រើសរើសគឺយើងបានត្រៀមគ្រប់គ្រាន់ហើយសម្រាប់អ្នកនរគ្នាណាដែលចង់ទិញជាសភៅដើម្បីត្រៀមប្រឡងមន្ត្រីពន្ធនាគារអាចទិញជាមួយខ្ញុំបានគឺខ្ញុំមានលក់ដូចគ្នាហើយអញ្ចឹងអ្នកនរគ្នាបើចង់ទិញអីអាចតាក់ទងមកខ្ញុំបានជាងអាចមើលពីឥឡូវទៅមុំដល់ការប្រឡងគឺយើងចេះយល់ច្រើនហើយនេះក៏ជាដំណឹងល្អដែរសម្រាប់អ្នកដែលនៅខេត្តទាំងប្រហែលហ្នឹងតាមខ្ញុំស្មានទេប្រហែលជាអាចមានតែប្រហែលខេត្តហ្នឹងតែ2 4 6 7ខេត្តហ្នឹងទេតែជាមួយជាក់ស្ដែងសិនអ្នកនរគ្នាមើលចេះតែជួលដំណឹងចេញមកជាក់ស្ដែងបើយើងដឹងច្បាស់នេះគ្រាន់តែជាព័ត៌មានដែលខ្ញុំស្មានខ្លួនឯងទេគឺថារើសvàoជា7ខេត្តហ្នឹងទេតោះអ្នកនរគ្នាចាំមើលមានដំណឹងអីផ្សេងទៀតចាំខ្ញុំប្រាប់អ្នកនរគ្នាទៀតបាយបាយអ្នកនរគ្នា